After World War II, Cambodian classical ballet underwent a renaissance brought on by former Queen Kosamak. ជាងហ្នឹងសម្ដេចមហាក្សត្រយ៉ាងនេះលោកទ្រង់ក្រោយតូចហើយនៅក្នុងវាំងពីដើមគេចេះនិយាយថៃជាងអីក៏មានថៃខ្លះចាកូនណាមុនហ្នឹងលោកដាច់មកថៃឯងទៅហើយដល់ឆ្នាំ1965ជីដូនសម្ដេចមហាក្សត្រយ៉ាងនេះជាស្វាត់កុសុមៈលោកយកធ្វើលំអក្សរាហ្នឹងហើយឲ្យមកហ្នឹងរួមជាដំបូងឡើយ Royal Court dance suffered a huge blow again during the Khmer Rouge regime. Cambodian citizens were deported to the countryside where 90% of the teachers and dancers were killed. A few escaped to the Thai-Cambodia border refugee camps. ដល់ឆ្នាំ1979 80ពេលខ្មែររស់ធ្លាក់ហ្នឹងគឺមកបានទៅជួយមានគេនៅជំរុំកន្លែងជំរុំជនភៀសខ្លួនហ្នឹងវាគឺជាខាងហ្នឹងជួយពួក children ពួកក្មេងៗជួយបង្ហាត់ account អីគេលោកច្រើនតែដោយសារខ្វះគ្រូខ្វះអីចឹងទៅលោកច្រើនតែទៅឲ្យគ្រូនោះទៅថាយកពីថៃគ្រូថៃមកស្រុកខ្មែរចុះគ្រូខ្មែរទៅថៃទៅហើយកាលអ្នកអញ្ជើញមកវិញខាងបាត់អស់លិញចូលកោតមកដឹងតែណាមកណីទេអត់ឃើញហ្មងចាបាត់សមោលយើងមិនធ្វើមិនស្រួលមិនបបអស់ហើយពេលអ្នកចេះនឹងងាប់អស់ដែរទៅដូច្នេះអ្នកគេទៅថាឃើញក្បាច់បង្កត់អីរត់ខ្លាំងស្អីខុសពីដើមខុសចង់ទៅថៃចាអ្នកបង្កត់ខ្លះចង់ទៅថៃបាទឥឡូវស្រួលមកវិញហើយបានមិនដូចមើលចាមកក៏កន្លែងដើមវិញហើយឥឡូវនេះស្រួលហើយតូឡាងពុតូឡាងលោកតាពុតូលោកតាពុតូលោកតាពុតូយីមករកអីនឹងជួយខ្ញុំតាណាផងលោកតាជួយរឿងអីសូមឲ្យលោកតាទៅសម្លាប់ពីងពីងណាអូគ្រូនៅទាំងចេះជើតណាគឺភាសាសៀមតើអ្នកចាំឈ្មោះគ្រូដែលថាចេះភាសាសៀមហ្នឹងណែលោកខុននេះនឹងក៏ចេះហើយបទភ្លេងអីមិនដែលឃើញគេច្រៀងជាភាសាសៀមចាមានភាសាសៀមខ្មែរមកប្រែមកខ្មែរមានជំនាញគាត់ច្រើនភាសាថៃច្រើនចាច្រើនហើយដល់ពេលយើងរួមអញ្ចឹងមកដល់បកមកខ្មែរវិញអីចឹងយើងរួមអីចឹងចាអ្នកណាបកប្រើគាត់អ្នកគាត់ប្រាប់ខ្លួនគាត់ថាអ្នកនេះគឺបកលបាំនេះណាអញ្ចឹងគាត់និយាយអញ្ចឹងចាគាត់មានពី3បទច្រៀងឲ្យស្ដាប់ទៅចេះស្ដាប់ទៅចាពួកគាត់ចាស់ហើយច្រៀងអត់ដឹងព្រោះមានតែពាក្យដែលបកថៃណាចាចាខ្លាយទាំងខាងអើយងាមเต็มที